Ok,សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំទៀតហើយវីដេអូថ្ងៃនេះគឺខ្ញុំនិយាយតទៅជាមួយនឹងទៅលើ BBR តើ BBR វាកើតឡើងដល់អ្វីខ្លះហើយវាមានទូនាទីអ្វីខ្លះក្នុងការ trading ក្នុង concept ICT របស់យើងអូខេអញ្ចឹងខ្ញុំមក clear ចង្អុលបងប្អូនអរគ្នាអញ្ចឹងតទៅជាមួយទៅលើ BBR គឺវាអត់ខុសជាមួយនឹង fair value gap ទេហើយក៏វាអត់ខុសពី IFVG ដែរអញ្ចឹងមានន័យថា fair value gap បូកជាមួយនឹង fair value gap គឺបានបង្កើតឡើងជាមួយនឹង BBR ណាអញ្ចឹងមានន័យថា fair value gap 2បានបង្កើតជាមួយនឹង BBR 1ណា balance price range ហើយពាក្យពេញមកវិញគឺ balance price range ជាស្រ័យ balance price range ហ្នឹងហើយអញ្ចឹងវាបង្កើតឡើងដោយ FVG 2ហៅថា double FVG 2គឺជា BBR ហើយទូនាទីវាគឺវាអត់ខុសពី FVG ឬក៏ IFVG ទេគឺវាទូនាទីវាដូចគ្នាណាទូនាទីវា long market ដូចគ្នាឬក៏ reject ចាក់យកជាមួយនឹង BBR ហើយ reversal អញ្ចឹងទៅណាអូខេអញ្ចឹងបងប្អូនមើលអរគ្នាត្រង់ចំណុចនេះគឺបងប្អូនឃើញនេះគឺជា BBR អញ្ចឹងមានន័យថាកន្លែងនេះមាន fair value gap មួយហើយកន្លែងនេះក៏មាន fair value gap មួយបងប្អូនឃើញអត់អញ្ចឹងមានន័យថានៅកន្លែងនេះគឺយើងអាចចាប់ជា BBR បានណាបងប្អូនអរគ្នានេះកន្លែងនេះណាកន្លែងនេះបងប្អូនអាចចាប់ជា BBR បានហើយអានេះគឺជា BBR បងប្អូនអរគ្នាឃើញទេអញ្ចឹងមានន័យថាខាងនេះបានបន្សល់ជាមួយនឹង fair value gap ហើយខាងនេះក៏បានបន្សល់ជាមួយនឹង fair value gap ណាអញ្ចឹងនៅពេលដែលវាបង្កើតដល់ fair value gap 2អញ្ចឹងយ៉ានៅពេលដែលវាបានបង្កើតឡើងជាមួយនឹង double ហៅថា double អញ្ចឹងណា double fair value gap អញ្ចឹងវាបានបង្កើតឡើងជា BBR បងប្អូនអរគ្នាអញ្ចឹងតួនាទីវាអត់ខុសជាមួយនឹង IFVG ឬក៏ FVG ទេអញ្ចឹងនៅពេលដែលវាបង្កើតឡើងជាមួយនឹង BBR អញ្ចឹង market ត្រឡប់មកយកជាមួយ BBR ហើយ reversal អញ្ចឹងទៅណាអូខេអញ្ចឹងអានេះគឺជាតួនាទីរបស់ BBR ហើយនេះទៅលំហ up អញ្ចឹងណាអញ្ចឹងលំហ down trend ក៏វាអត់ខុសគ្នាដែរបងប្អូនអរគ្នាអញ្ចឹងបើសិនជាលំហ down trend តើតើជាមួយនឹង BBR គឺវាដូចគ្នាវាអត់ខុសគ្នាជាមួយនឹងលំហ up trend ទេអញ្ចឹងសំខាន់បងប្អូនត្រូវថាចំណាំថាតើតើជាមួយនឹងទៅលើ BBR វាបង្កើតឡើងដោយ fair value gap 2ណា double fair value gap អញ្ចឹងខាងនេះក៏មាន fair value gap បងប្អូនអរឃើញអត់ខាងនេះក៏មាន fair value gap ណាអញ្ចឹងដល់ពេលយើងបូកបញ្ចូលគ្នាវាបានជា BBR អញ្ចឹងបងប្អូនអរគ្នាកន្លែងនេះអានេះគឺជា shadow fair value gap ទី1ណាហើយនេះគឺជា shadow fair value gap ទី1ដែរក៏ជា shadow fair value gap ទី2ដែរនេះបងប្អូនអរគ្នាឃើញអត់ឥឡូវខ្ញុំដាក់ចេះងាយស្រួលបងប្អូនឃើញអញ្ចឹង candle ទី1 candle ទី2 candle ទី3អញ្ចឹងកន្លែងខាងនេះគឺមាន fair value gap មួយអញ្ចឹងបើសិនយើងរាប់ពីកន្លែងនេះមាន candle ទី1 candle ទី2 candle ទី3អញ្ចឹងមានន័យថាខាងនេះក៏មាន fair value gap ខាងនេះក៏មាន fair value gap អញ្ចឹង double fair value gap គឺជា BBR អញ្ចឹងយើងអាចចាប់កន្លងប្រអប់អញ្ចឹងមកបងប្អូនអរគ្នាយើងអាចចាប់កន្លងប្រអប់អញ្ចឹងហ្នឹងហើយយើងចាប់កន្លងប្រអប់អញ្ចឹងមកពី shadow ទី1មក shadow ទី3អញ្ចឹងបងប្អូនអាចចាប់តាំងបានណាអានេះគឺជា BBR យើងដាក់ថាជា BBR មកអញ្ចឹងតួនាទីរបស់វាគឺវាដូចជាមួយនឹង IFVG និង FVG ដែរបងប្អូនអរគ្នាឃើញទេនៅពេលដែលវាបានធ្វើការចាក់យកឲ្យ reversal ទៅតែម្ដងបងប្អូនឃើញអត់នេះឃើញបាទអានេះគឺជាតួនាទីរបស់ BBR ណាអាហ្នឹងគឺវាបានហ្នឹងអញ្ចឹងតើតូនជាមួយនឹង BBR ហ្នឹងនិយមន័យរបស់វាគឺបង្កើតឡើងដោយ candle 3ជាស្រ័យនិយមន័យរបស់វាបង្កើតឡើងដោយ fair value gap 2បូករួមបញ្ចូលគ្នាបានជា BBR មួយហៅថា double fair value gap អញ្ចឹងតើតើជាមួយនឹង BBR នេះបើសិនជាបងប្អូនទាំងអស់គ្នាអត់យល់ទេអាចឆាតសួរខ្ញុំ personal បានណាខ្ញុំនឹងបញ្យល់ឲ្យលម្អិតជាងនេះបន្ថែមទៀតតើតើជាមួយនឹង BBR នេះគឺវាអត់មានអីពិបាកទេអញ្ចឹងសម្រាប់បងប្អូនណាដែលគាត់ចង់ join ក្រុម member ខ្ញុំអីអាចទៅមក Telegram personal ខ្ញុំបានខ្ញុំទាញចូលក្រុម member ទាំងអស់គ្នាតែម្ដងអញ្ចឹងវីដេអូមានប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយ